ខានបាទមិនឲ្យប្រជាជននៅភូមិព្រៃច័ន្ទនេះបានដេកទេបាទម្ដងចាក់បាត់ភ្លេងការម្ដងចាក់បាត់សម័យឥឡូវនេះប្រហែលជាពួកវាស្រវឹងហើយបាទបានចាក់បាត់វេឡើងបាទប៉ុន្តែចាក់សំឡេងមិនមែនសំឡេងធម្មតាទេបាទសំឡេងផ្អើលមួយភូមិតែម្ដងបាទពុកម៉ែបងប្អូនជួយគិតពិចារណាតើទង្វើរបស់សៀមធ្វើមកលើប្រជាជនភូមិព្រៃច័ន្ទពិតជាទង្វើមិនសមរម្យបាទមិនយល់ថាពេលនេះប្រជាជននៅភូមិព្រៃច័ន្ទកំពុងតែសម្រាកព្រោះអត់ងងុយចំនួនច្រើនថ្ងៃមកហើយពុកម៉ែបងប្អូនយល់ហើយណាម៉ោង 7:12 ទៅហើយ